ខ្ញុំនឹងបើកវងកញ្ចក់រៀនអំពីសមាធិខ្លះហ្នឹងហើយដើម្បីឲ្យយើងយល់អំពីគោលបំណងថាសមាធិហ្នឹងមានជាអ្វីឃើញទេនៅក្នុងនេះគឺសំណួរសួរថាអ្វីជាសមាធិបាទហ្នឹងហើយអញ្ចឹងគេចម្លើយរបស់នៅក្នុងនេះគេឆ្លើយថាហ្នឹងនៅក្នុងកាពីណាគឺអញ្ចឹងមកខ្ញុំជម្រាបទៀតថាខ្ញុំអ្នកមើលកាពីហើយខ្ញុំបកស្រាយកាពីឲ្យខ្ញុំមិនមែនគ្រូទេខ្ញុំមិនគ្រូទេគ្រូគឺកាពីហ្នឹងហើយកាពីគេប្រាប់ថាណែរឿងវាចែសំណួរនៅក្នុងកាពីហ្នឹងគេសួរថាអ្វីជាសមាធិអញ្ចឹងកាពីហ្នឹងគេឆ្លើយថាសមាធិមានច្រើនយ៉ាងមានច្រើនប្រការណាហើយការបកស្រាយសមាធិនឹងឲ្យវាត្រូវចិត្តយើងនឹងវាសច្ចនីសមាធិនឹងឲ្យវាត្រូវចិត្តយើងវាអត់ត្រូវពីព្រោះសមាធិវាមានច្រើនហើយត្រូវចិត្តយើងដែលប្រាថ្នាចង់បានបែបណានោះគឺវាអត់ត្រូវទេគឺវាមិនអាចត្រូវបានណានឹងពីគេនិយាយអញ្ចឹងហើយពេលណាដែលយើងបកស្រាយទៅថាអូសមាធិវាចេះសមាធិវាចុះគឺវាកាន់តែធ្វើឲ្យអ្នកស្ដាប់នឹងរាយមាយកាន់តែអត់យល់ហ្មងកាន់តែអត់យល់ទេគឺសមាធិមានច្រើនបែបច្រើនប្រការច្រើនយ៉ាងណាស់នឹងឲ្យខ្លះបរិកម្មចេះទៅខ្លះបរិកម្មចុះទៅខ្លះដែលមានសិលចេះទៅអ្នកឯងមានសិលតិចទៅអ្នកឯងមានសិលច្រើនទៅអញ្ចឹងសមាធិដែលមានគោលបំណងប្រាថ្នាគេប្រាថ្នាឲ្យត្រូវគេឆ្លើយឲ្យត្រូវពាក្យសមាធិដែលអ្នកឯងចង់ដែលគេសួរហ្នឹងវាឆ្លើយអត់ត្រូវហើយឆ្លើយទៅវាកាន់តែធ្វើឲ្យយើងហ្នឹងមីងម៉ាំងរវើរវាយទៅមិនដឹងចាប់យកមួយណាទេនៅក្នុងកាពីគេនិយាយអញ្ចឹងដូច្នោះហើយនៅក្នុងចម្លើយរបស់គេនេះណាគឺគេសំដៅយកសេចក្តីប្រាថ្នាដំបូងថាខ្ញុំសមាធិចង់ជ្រើសរើសជំរើសណាមួយឲ្យអ្នកឯងទេជំរើសណាមួយឲ្យអ្នកឯងហ្នឹងហើយអញ្ចឹងការបកស្រាយវិសច្ចនីសមាធិទាំងអស់នេះគឺប្រាថ្នាដើម្បីឲ្យជាក់ច្បាស់ទេប្រាថ្នាឲ្យអ្នកស្ដាប់នឹងជាក់ច្បាស់ហ្នឹងហើយនឹងញ៉ាំងសេចក្តីប្រាថ្នានោះឯងឲ្យសម្រេចមិនបានឡើយក៏ប៉ុន្តែយើងអត់អាចញ៉ាំងដែងទៅថាយើងប្រាថ្នាឲ្យគេដឹងពាក្យសមាធិហ្នឹងក៏ប៉ុន្តែយើងមិនអាចឲ្យគេដឹងបានហ្នឹងហើយមិនអាចឲ្យគេដឹងបានហ្នឹងគឺពេលដែលយើងកំពុងប៉ងប្រាថ្នានេះប៉ងប្រាថ្នាថាដំបូងខ្ញុំចង់ឲ្យអ្នកឯងយល់ណាសមាធិហ្នឹងគេយកអាកន្លែងហ្នឹងគេយកកន្លែងហ្នឹងហៅថាសមាធិគេយកអាកន្លែងចិត្តដែលមានបំណងតែមួយឲ្យអ្នកស្ដាប់នឹងយល់ពាក្យសមាធិក៏ប៉ុន្តែអាការពោលទៅដឹងថាវាអត់អ្នកឯងស្ដាប់អត់បានហើយអ្នកឯងអត់យល់ហើយអីហើយក៏ប៉ុន្តែកន្លែងនេះគឺចង់និយាយថាមានតែបំណងតែមួយគត់របស់អ្នកឆ្លើយរបស់គ្រូប្រាថ្នាចង់ឲ្យសិស្សហ្នឹងយល់នឹងកន្លែងហ្នឹងហៅថាសមាធិរបស់គ្រូសមាធិរបស់គ្រូហ្នឹងគឺប៉ងប្រាថ្នាចិត្តនឹងប្រាថ្នាតែមួយគត់គឺនឹងឲ្យសំដៅគឺត្រេះរិះគឺថាស្ងប់ស្ងាត់ស្វែងរកចម្លើយប៉ងប្រាថ្នានឹងប្រាថ្នាឲ្យសិស្សនឹងដឹងនៅចម្លើយនឹងគឺរោគធ្វើម៉េចអីធ្វើម៉េចហ្នឹងគឺហេហ្នឹងហើយកន្លែងនេះគឺចង់និយាយអញ្ចឹងយ៉ាងថាព្រោះហេតុនោះយើងទាំងឡាយពោលសំដៅយកសេចក្តីប្រាថ្នានោះឯងក្នុងទីនេះមានសភាពក្នុងអារម្មណ៍តែមួយនៃចិត្តដែលជាកុសលឈ្មោះថាសមាធិហ្នឹងហើយគឺសេចក្តីប៉ងប្រាថ្នាដំបូងដែលចង់ឲ្យគេដឹងថាស្អីសមាធិហ្នឹងអាចិត្តនោះដែលជាចិត្តកុសលដែលប្រាថ្នាចង់ឲ្យគេបាននៅសមាធិបាទក្នុងរឿងនេះគឺល្អមែនទែនល្អត្រង់ថានៅក្នុងគ្រប់រឿងទាំងអស់សុទ្ធតែមានសមាធិប៉ុន្តែយើងអត់ស្គាល់សមាធិទេម្ល៉េះហើយអ្វីដែលយើងប្រាថ្នាដំបូងហ្នឹងហើយប្រាថ្នាឲ្យជាកុសលហ្នឹងហើយជាកុសលប្រាថ្នាឲ្យគេល្អប៉ុន្តែប្រាថ្នាឲ្យគេល្អហ្នឹងយូរទៅបែកឲ្យគេឆ្លោះគ្នាពេញយើងប្រាថ្នាហៅគេមកហ្នឹងឲ្យគេបានសប្បាយមកឃើញផ្ទះយើងហ្នឹងហើយមកឲ្យរាប់អាននិយាយគ្នាប៉ុន្តែដល់តែគេមកដល់ផ្ទះយើងគេតាំងឆ្លោះទៅប្រកែកគេចង់បាននេះគេចង់បាននោះហ្នឹងហើយគេឃើញកូនយើងយ៉ាងនេះឃើញកូនយើងយ៉ាងនោះវាទៅជាអញ្ចឹងឃើញ
ហ្នឹងហើយអញ្ចឹងនៅក្នុងការឆ្លោះគ្នាហ្នឹងក៏នៅមានសមាធិដែរគឺត្រូវតែមានសមាធិហ្នឹងហើយប៉ុន្តែសមាធិហ្នឹងគឺមានមិច្ឆាសមាធិហើយនឹងសម្មាសមាធិហ្នឹងបាទអញ្ចឹងហើយបានជាពេលណាដែលយើងអត់យល់ពាក្យថាអ្វីហៅថាសមាធិហ្នឹងហើយគឺយើងអត់នៅតែអត់យល់ថាហេតុអីបានជាសមាធិនេះវាជាហេតុធ្វើឲ្យកើតនៅបញ្ញាសមាធិជាហេតុឲ្យកើតនៅបញ្ញាដល់តែយើងមកមើលនៅក្នុងពាក្យនេះគឺពេលណាដែលយើងប្រាថ្នាឲ្យគេដឹងរឿងអីមួយយើងខំស្រាវជ្រាវគេអាការស្រាវជ្រាវហ្នឹងហើយវាជាបញ្ញាហ្នឹងហើយបញ្ញាថាខ្ញុំចង់ឲ្យឯងដឹងពាក្យសមាធិហ្នឹងអញ្ចឹងខ្ញុំមករកពាក្យអីណោះឃើញបញ្ញាខ្ញុំស្រាវជ្រាវរកមកថាអូត្រូវធ្វើអញ្ចេះឃើញហ្នឹងហើយដូច្នោះហើយនៅគ្រប់សមាធិហ្នឹងហើយមានបញ្ញានៅពីក្រោយទាំងអស់ហ្នឹងហើយពីព្រោះវាជាបំណងប្រាថ្នាហ្នឹងហើយមានអារម្មណ៍តែមួយនៅក្នុងកុសលនៅក្នុងកុសលប្រាថ្នានៅកុសលដែលមានអារម្មណ៍តែមួយហ្នឹងគឺរឿងមួយក្នុងរឿងនេះគេនិយាយពីរឿងសមាធិបាទគេនិយាយពីរឿងសមាធិអញ្ចឹងនៅក្នុងពាក្យដែលខ្ញុំចង់ប្រាថ្នាឲ្យអ្នកទាំងអស់គ្នានឹងយល់ពាក្យសមាធិហ្នឹងបំណងរបស់ខ្ញុំតែមួយហ្នឹងឯងគេហៅថាសមាធិនឹងឯងមិនការបកស្រាយរបស់ខ្ញុំទេណាតែការបកស្រាយហ្នឹងមិនហៅសមាធិទេឃើញទេបាទការបកស្រាយអូសមាធិហ្នឹងត្រូវអង្គុយយ៉ាងនេះត្រូវផ្ចង់ចិត្តយ៉ាងនេះអីយ៉ាងនេះអាហ្នឹងមិនមែនហៅថាសមាធិទេបាទហ្នឹងត្រូវឲ្យយល់អំពីពាក្យថាអ្វីជាសមាធិហ្នឹងហើយបើសិនណាជាយើងអាចយល់បានយើងនឹងយល់អ្វីទាំងអស់ហ្នឹងនៅក្នុងសមាធិខ្ញុំសូមជម្រាបម្ដងទៀតឲ្យខ្លីហ្នឹងហើយឲ្យខ្លីទៅយើងទាំងអស់គ្នាត្រូវយល់ថានៅគ្រប់បំណងមាននៅសមាធិនៅគ្រប់បំណងមាននៅសមាធិហ្នឹងយើងត្រូវចាំនៅក្នុងជីវិតយើងហ្នឹងពេលណាដែលយើងមានបំណងធ្វើអ្វីមួយបើយើងអត់មានសមាធិបំណងយើងនឹងអត់សម្រេចទេហើយយើងប្រាថ្នាចង់ឲ្យបំណងនឹងសម្រេចតើតែយើងសមាធិតាំងចិត្តនឹងឯតាំងចិត្តធ្វើនៅបំណងនោះហើយនៅក្នុងពេលនេះគឺយើងកំពុងតែមានបំណងស្ដាប់ធម៌អញ្ចឹងពេលណាដែលគ្រប់បំណងមាននៅសមាធិជានិច្ចនឹងយើងត្រូវចងចាំទាំងអស់គ្នានឹងពេលណាដែលគេនិយាយអំពីសមាធិគឺគេនិយាយថាបំណងនឹងដែលយើងប្រាថ្នាចង់បាននោះហើយជាចិត្តដែលសមាធិចិត្តពងនឹងជាចិត្តសមាធិចិត្តពងនឹងជាចិត្តសមាធិអញ្ចឹងនៅគ្រប់ចិត្តទាំងអស់មាននៅសមាធិហើយសេចក្តីពងប្រាថ្នានេះនឹងវាសម្រេចដោយបញ្ញាអញ្ចឹងសមាធិនេះឯងដែលយើងធ្វើឲ្យកើតនៅបញ្ញាខាងក្រោយនឹងហើយពីដើមខ្ញុំក៏អត់យល់ដែរខ្ញុំអត់យល់ទេសមាធិនឹងស្អីហេតុអីបានសមាធិនឹងកើតបញ្ញាតើតែខ្ញុំមករៀនបាទខ្ញុំដឹងថាអូខ្ញុំយល់ហើយនឹងហើយគឺស្រួលយល់ណាស់ពេលណាដែលយើងមានបំណងជាត្រីយើងមានសមាធិនឹងគឺមើលត្រីខ្លាញ់នឹងយ៉ាងម៉េចគឺមើលនឹងហើយយើងធ្វើអ្វីមួយបំណងធ្វើអ្វីមួយនឹងហើយដូចយើងមានបំណងនឹងបើកឡានអញ្ចឹងយើងសមាធិមើលផ្លូវកញ្ចកោតឃើញទេនៅគ្រប់បំណងរបស់យើងសុទ្ធតែមានសមាធិទាំងអស់គ្មានបំណងណាមួយដែលយើងធ្វើអត់មានសមាធិវាអត់មានហ្នឹងហើយក៏ប៉ុន្តែវាគ្រាន់ថាតើយើងមានបញ្ញាឬអត់ហ្នឹងហើយពេលណាដែលយើងមានបញ្ញាខ្សោយទៅហ្នឹងហើយយើងពេលដែលយើងសបឹងស្រាតែយើងមានសមាធិនៅក្នុងការបើកបរថាអត់ទេធ្វើអីក៏អត់កើតដែរពាក្យសម្ដីយើងក៏អត់ control គឺយើងមិនអាចនឹង control ពាក្យសម្ដីអំពើរបស់យើងនៅពេលណាដែលយើងសបឹងស្រានឹងបានទេនឹងហើយមនុស្សដែលមានកំហឹងមនុស្សដែលខឹងមនុស្សដែលស្អប់នៅក្នុងខ្លួនយើងស្រឡាញ់ខ្លាំងស្អប់ខ្លាំងគឺយើងអត់មាន control ចិត្តយើងបានទេមានសមាធិមកពីណាវាអត់មានសមាធិមកពីណាកើតទេអញ្ចឹងអ្វីដែលវាកងជាមួយនឹងសមាធិហ្នឹងគឺលោភៈទោសៈមោហៈហើយនឹងសេចក្តីសង្វឹងទាំងឡាយហ្នឹង
នឹងអានឹងវាប្រឆាំងនឹងជាសត្រូវរបស់សមាធិនឹងឯងបាទអញ្ចឹងបានថាឲ្យយើងមានសិលពេលណាយើងមានសិលមានសមាធិហ្នឹងឃើញទេអញ្ចឹងបានពេលណាដែលយើងមករៀនមកយើងថឹងថាអូយតាមពិតទៅហ្នឹងហើយសមាធិនេះយើងអត់ដឹងយើងអត់ដឹងថាហេតុអីបានត្រូវមានសិលខ្ញុំអត់មានសិលទេផងខ្ញុំទៅអង្គុយសមាធិបានអីហ្នឹងហើយសមាធិបានហ្នឹងគឺតើសមាធិនឹងបានសមាធិអ្វីគ្នាបានសមាធិអ្វីឬមួយបានតែសេចក្តីស្ងប់អង្គុយបានតែស្ងប់មែនទេគឺបំណងនោះទេនឹងឯបំណងឧបមាថាឥឡូវនេះខ្ញុំសមាធិចង់ឲ្យឃើញនៅសភាវៈធម៌ទេសមាធិប្រាថ្នាចង់ឲ្យនឹងមានបំណងចង់ឃើញនៅសភាវៈធម៌មួយអញ្ចឹងខ្ញុំត្រូវតាំងចិត្តថាតើមើលយ៉ាងម៉េចនេះអាការតាំងចិត្តសុបមើលរបស់ហ្នឹងមើលរបស់ហ្នឹងអាការតាំងសុបអារម្មណ៍តែមួយក្នុងការមើលហ្នឹងគេថាសមាធិហើយបើអត់ការតាំងចិត្តមើលនឹងទេតើយើងនឹងឃើញចិត្តខ្លួនឯងហ្នឹងថាហេតុអីបានយើងស្រឡាញ់ហេតុអីបានយើងស្រឡាញ់ហ្នឹងយើងមើលជួនកាលយើងមើលចិត្តយើងមួយថ្ងៃមើលប្រឹងមើលណាហ្នឹងហើយពេលណាដែលយើងថាយើងមើលហ្នឹងហើយការដែលយើងប្រឹងមើលហ្នឹងអានឹងជាសមាធិរបស់យើងហើយបើសិនណាជាយើងអត់សិលទេណាបានន័យថាអាការមើលហ្នឹងវាអត់ទៅរួចទេពីព្រោះអីយើងមើលដល់គឺខឹងខឹងតែមើលឲ្យឃើញស្រឡាញ់ណាស់ស្រឡាញ់តែមើលឲ្យឃើញមើលអត់ឃើញទេហ្នឹងស្រឡាញ់ស្អប់ហ្នឹងវាមើលចិត្តខ្លួនឯងនឹងអត់ឃើញទេណាវាអត់មានសមាធិនៅក្នុងនឹងទេបាទអញ្ចឹងហើយបានជាគោលដៅសំខាន់នៅថ្ងៃនេះហ្នឹងខ្ញុំចង់បញ្យល់ឲ្យយើងទាំងអស់គ្នានឹងស្គាល់សមាធិឲ្យច្បាស់មែនទេណាកុំឲ្យគេនិយាយពីសមាធិមកយើងអត់យល់ហ្នឹងហើយយើងយល់សោកស្ដាយណាយើងបានមករៀនបានមកស្គាល់ធម៌ស្គាល់នៅសមាធិនឹងយ៉ាងម៉េចហ្នឹងណាហ្នឹងហើយចាប់ឲ្យច្បាស់ថាពេលណាដែលយើងធ្វើអ្វីមួយមានបំណងអ្វីមួយវាត្រូវមានសមាធិនឹងផ្ចង់ចិត្តនឹងទៅលើរបស់ហ្នឹងហ្នឹងហើយដូចយើងដាំស្លអញ្ចឹងហ្នឹងហើយបើសិនណាជាយើងចិត្តយើងកំពុងតែស្លហ្នឹងស្រាប់តែយើងអាភ្លើងក៏មិនមើលអំបិលច្រឡំស្ករច្រឡំអំបិលហ្នឹងហើយភ្លេចដាក់ម្សៅស៊ុបភ្លេចដាក់ទឹកត្រីភ្លេចដាក់ប្រហុកអីអាហ្នឹងវាទៅជាស្លថាអត់ទេហ្នឹងហើយអញ្ចឹងបំណងដែលធ្វើឲ្យស្លឆ្ងាញ់ហ្នឹងវាតតែមានសមាធិនឹងកើតឡើងក្នុងការផ្ចង់ចិត្តនៅក្នុងការដាក់ស្អីមុនដាក់តកួនមុនទៅអាតកួននឹងវាក្រផុយដាក់ត្រីក្រោយទៅព្រោះត្រីនឹងវាឆាប់ផុយអីចឹងទៅទៅដាក់ណែខ្ទឹមលីងអីឲ្យចូលឲ្យឈ្ងុយឲ្យអីហ្នឹងគឺទៅផ្ចង់អញ្ចឹងផ្ចង់មួយហ្នឹងហើយអាការផ្ចង់ហ្នឹងគេហៅសមាធិនឹងបំណងដែលធ្វើឲ្យសម្រេចហ្នឹងគេហៅថាសមាធិហ្នឹងនៅក្នុងបំណងធ្វើការនីមួយទៅមានសមាធិអញ្ចឹងឲ្យតែជាបំណងនឹងនៅក្នុងការងារក្តីនៅក្នុងការរៀនធម៌ក្តីនឹងដើម្បីឲ្យយល់ធម៌នេះបំណងយើងចង់យល់ធម៌នេះវាត្រូវមានសមាធិជានិច្ចអញ្ចឹងហើយបានជានៅក្នុងការវិសច្ចនាថាអ្វីជាសមាធិនេះគឺបំណងដែលសម្រេចហ្នឹងហើយបំណងដែលសម្រេចនឹងឯងគឺជាការនាំមកនៅសមាធិដើម្បីសម្រេចបំណងនឹងក៏ប៉ុន្តែបំណងនឹងសម្រេចមិនសម្រេចអានឹងជារឿងផ្សេងហ្នឹងហើយជារឿងផ្សេងបាទហ្នឹងយើងមកយល់កន្លែងហ្នឹងច្បាស់មែនទែនយើងយល់សមាធិហ្នឹងច្បាស់មែនទែនហើយអញ្ចឹងពាក្យថាសមាធិនេះមាននៅគ្រប់បំណងដែលយើងពងប្រាថ្នាហើយទី2ហ្នឹងពាក្យសួរថាសមាធិនឹងមានអត្ថន័យដូចម្ដេចមិញហ្នឹងគេសួរថាអ្វីជាសមាធិឃើញទេហ្នឹងហើយឥឡូវនេះគេសួរថានោះនៃសមាធិហ្នឹងគឺមានន័យដូចម្ដេចដែរហ្នឹងហើយជួនកាលយើងល្ងងរហូតទៅដល់ពាក្យថាពាក្យអត្ថន័យហើយនឹងពាក្យអ្វីហ្នឹងគឺយើងអត់យល់ទៀតណាហ្នឹងហើយដំបូងខ្ញុំល្ងងដល់ថ្នាក់ហ្នឹងខ្ញុំនិយាយតាមត្រង់ហ្នឹងហើយថាគេសួរថាអ្វីជាបថៅឃើញហ្នឹងហើយនឹងអ្
អ្វីជាពូថៅហ្នឹងហើយតើពូថៅហ្នឹងបានន័យថាម៉េចហ្នឹងហើយយើងក៏ប្រាប់គេថាអ្វីជាពូថៅហ្នឹងគឺរូបរាងលក្ខណៈគឺមានអ្វីគឺមាននៅផ្លែពថៅហើយនឹងដងពថៅមកហ្នឹងហើយផ្លែជានឹងទាំងយើងប្រាប់គេចឹងហើយបើយើងមានរូបយើងប្រាប់គេថានេះជាពថៅគេនេះជាពថៅគឺមានផ្លែមុតហើយនឹងដងវែងឃើញទេអញ្ចឹងបានសួរថានៃពថៅនឹងស្អីគេនៃពថៅនឹងគេចង់ប្រាប់ថាវាមានប្រយោជន៍អីហ្នឹងហើយហេតុអីបានជាបង្កើតពថៅប្រយោជន៍អីឃើញទេនៃនឹងគឺនៃដល់ហេតុនិងផលហេតុនិងផលរបស់ពថៅប្រយោជន៍នឹងមិនប្រយោជន៍របស់ពថៅនឹងបាទអញ្ចឹងពាក្យសមាធិនេះគឺនិយាយថាតើប្រយោជន៍នៃសមាធិនឹងស្អីឃើញទេប្រយោជន៍នៃសមាធិនឹងស្អីបានដល់ស្អីដែលនាំឲ្យកើតសមាធិនេះហ្នឹងហើយគឺមានបំណងអ្វីមានប្រយោជន៍អ្វីឃើញទេឆ្លើយថាឈ្មោះថាសមាធិនេះព្រោះហត្ថថាតាំងនៅសុបអញ្ចឹងយើងត្រឡប់មកថាពាក្យថាមានន័យថាឃើញទេសមាធិនេះមានន័យថាគឺការតាំងចិត្តសុបហ្នឹងហើយការតាំងចិត្តសុបហ្នឹងគឺប្រយោជន៍របស់សមាធិហ្នឹងគឺធ្វើឲ្យចិត្តយើងហ្នឹងវាសុបនៅមួយកន្លែងកុំឲ្យវារវើរវាយកុំឲ្យវាអង្គុះអង្គើឃើញទេនឹងហៅថាសមាធិឃើញនៃរបស់សមាធិហ្នឹងគឺអញ្ចឹងប៉ុន្តែអ្វីហៅថាសមាធិនោះគឺគោលបំណងសមាធិហើយនៃរបស់សមាធិនេះគឺការតាំងនៅចិត្តសុបហ្នឹងហើយចិត្តសុបហ្នឹងហើយសួរថាតាំងនៅសុបហ្នឹងដូចមួយដេចទៀតហេជាសំណួរមកទៀតហ្នឹងហើយឆ្លើយថាតាំងនៅសុបនោះគឺតាំងនៅខ្ជាប់ខ្ជួនហ្នឹងហើយសុបហ្នឹងគឺកាន់មាំគេកាន់មាំដូចយើងកាន់ដងបថៅអញ្ចឹងយើងកាន់អ្វីសុបកាន់មាំមួយហ្នឹងគឺអាហ្នឹងឯងហៅថាសុបនោះគឺកាន់មិនឲ្យរបេះកាន់មិនឲ្យរបេះហ្នឹងហើយមានអារម្មណ៍តែមួយហ្នឹងអត់របេះទេគេកាន់មិនរបេះអារម្មណ៍ហ្នឹងមិនរបេះអំពីចិត្តហ្នឹងហៅថាតាំងចិត្តសុបអញ្ចឹងអธิบายថាអញ្ចឹងមកគេអธิบายមកទៀតដែរគេប្រាប់ថាការស្ថិតនៅស្មើគឺការស្ថិតរបស់ចិត្តហ្នឹងណាចិត្តនឹងវាស្មើចិត្តនឹងវាស្មើវាអត់មានគេហៅថាខ្លីវែងឬមួយក៏ទាបខ្ពស់ឬមួយក៏មាននៅជូរចត់ឬមួយក៏និយាយពីជាតិណាជាតិនឹងវាអត់ស្មើនឹងបានន័យថាវាមានកុសលអកុសលលាយហ្នឹងគេជាតិកុសលជាតិអកុសលហ្នឹងលាយនៅក្នុងចិត្តយើងហ្នឹងបាទដូច្នោះហើយការស្មើនឹងស្មើស្អីគឺស្មើនៅចិត្តដែលទោសៈមោហៈកុសលអកុសលហ្នឹងវាអត់មានអាកន្លែងហ្នឹងទេគឺពេលណាដែលមានកុសលអាហ្នឹងវាលែងស្មើហើយឃើញពេលណាមានអកុសលហ្នឹងវាលែងស្មើដែរប៉ុន្តែមានទោសៈមោហៈហ្នឹងក៏វាលែងស្មើដែរស្មើហ្នឹងគឺពាក្យកន្លែងនេះគេហៅថាឧបេក្ខាតត្រមច្ឆតតាហ្នឹងខ្ញុំបរៀនហើយឧបេក្ខា10យ៉ាងហ្នឹងណាខ្ញុំបរៀនច្រើនដងទៀតគឺគេប្រើគ្រប់ចិត្តពេលណាសមាធិនឹងអត់មានតត្រមច្ឆតតាចេតសិកនឹងទេគឺវាអត់មានសមាធិនឹងទេឯកកតាចិត្តនឹងណាឃើញទេឯកកតាតត្រមច្ឆតតានឹងគឺវាត្រូវចាំបាច់មាននៅក្នុងសមាធិនឹងហើយគេហៅថាស្មើដោយត្រឹមត្រូវផងហើយត្រឹមត្រូវផងនឹងគេនិយាយដល់វាមិនមែនជាការគិតខុសហ្នឹងហើយពាក្យថាត្រឹមត្រូវហ្នឹងហើយត្រឹមត្រូវហ្នឹងគឺត្រឹមត្រូវដល់ការដែលគិតរបស់យើងហ្នឹងវាអត់មានចាកប្រធានហ្នឹងហើយអត់មានចាកប្រធានទេគឺត្រឹមត្រូវនៅក្នុងប្រធានឧបមាថាយើងធ្វើចិត្តហ្នឹងឲ្យវាឧបេក្ខាមិនចឹងឲ្យវាតាំងសុបនៅនឹងពេលណាយើងថាខ្ញុំណែតាំងសុបនៅដែរក៏ប៉ុន្តែតាំងសុបនៅក្នុងភាពអកុសលហ្នឹងអាហ្នឹងវាអត់ត្រឹមត្រូវហ្នឹងវាអត់ត្រឹមត្រូវថាមិនត្រូវមកធ្វើសមាធិចង់បំផ្លាញគេអាហ្នឹងសួរថាត្រឹមត្រូវទេថាវាអត់ត្រឹមត្រូវទេយើងមកសមាធិរោល្បិចស្លាប់គេរោបិចបោកប្រាស់គេរោបិចប្រមាថមើលងាយគេហ្នឹងសួរថាត្រឹមត្រូវថាវាអត់ត្រឹមត្រូវទេបាទកន្លែងហ្នឹងហើយបានជាក្នុងនេះស្មើផងត្រឹមត្រូវផងគឺជាកុសលផងនៃចិត្តនិងចិត្តសិកទាំងឡាយក្នុងអារម្មណ៍ទាំងឡាយដែលអារម្មណ៍នោះមានចិត្តតែមួយអញ្ចឹងយើងឃើញថា
អ្នកដែលមករៀនចិត្តនឹងចិត្តសឹកហ្នឹងមិនដឹងថាពេលណាដែលយើងធ្វើសមាធិហ្នឹងណាចិត្តតែមួយហ្នឹងវាមានចេតសិកហ្នឹងយ៉ាងតិច13បាទហើយវាថែមកុសល20កុសលហ្នឹងនៅក្នុងចិត្តហ្នឹងសពសាធារណកុសលហ្នឹងវាមាន19ហ្នឹង19ហើយនៅក្នុងហ្នឹងវាអូតូម៉ាទិកគឺវាស្វ័យប្រវត្តិហ្នឹងវាត្រូវតែមានចេតសិក19ហ្នឹងបូកនឹងបូកនឹង13ទៅនឹងវាត្រូវជា22ហ្នឹងគឺវាមានចាំបាច់នៅក្នុងនឹងតែហ្មងហ្នឹងហើយក៏តែពេលខ្លះហ្នឹងយើងវាអត់មានវាអត់មានវិរិយៈហ្នឹងហើយវាអត់មានអធិមុខៈអត់ហ្នឹងយើងដកតាមហ្នឹងទៅហ្នឹងហើយយើងដកតែក៏ប៉ុន្តែកុសលចេតសិក19ហ្នឹងគឺមានចនិចនៅក្នុងគេហៅថាសពសាធារណៈសពណៈចិត្តហ្នឹងគឺមាននៅគ្រប់នឹងចិត្តសឹកហ្នឹងអញ្ចឹងមកក្នុងនេះគេនិយាយអំពីចេតសិកទាំងឡាយនៅក្នុងអារម្មណ៍ហ្នឹងវាមានអារម្មណ៍តែមួយគឺមានតែសោភណៈចិត្តសិកតែមួយទេហ្នឹងវាអត់មានអកុសលចិត្តសិកស្អីណាមកញ៉ៃទីទេបាទហ្នឹងគឺយើងត្រូវចងចាំកន្លែងហ្នឹងកន្លែងហ្នឹងគឺគេចង់បង្ហាញថាចិត្តដែលផ្សំជាមួយនឹងចេតសិកហ្នឹងហ្នឹងហើយគឺអារម្មណ៍តែមួយជាមួយគ្នានឹងតែនឹងកុសលឲ្យវានៅជាមួយចិត្តចេតសិកជាកុសលនឹងមកតែមួយគ្នាជាមួយគ្នានឹងមកហ្នឹងហើយជាមួយគ្នាហ្នឹងហើយដូចថាភ្លើងជាមួយពលឺហ្នឹងយើងមើលទៅជាមួយគ្នាហ្នឹងឃើញយើងឃើញភ្លើងឃើញពលឺជាមួយគ្នាហ្នឹងតែមួយហ្នឹងតាំងសុបនៅក្នុងអារម្មណ៍តែមួយហ្នឹងគឺឃើញតែភ្លើងហ្នឹងទៅហ្នឹងហើយឃើញតែភ្លើងហ្នឹងទៅឃើញអារម្មណ៍ចិត្តសឹកអីហ្នឹងគឺវាបដោតនៅក្នុងពលឺភ្លើងហ្នឹងទៅអាហ្នឹងជាឧទាហរណ៍នៃការតាំងសុបវាតាំងសុបហើយត្រឹមត្រូវទៀតស្ថិតនៅហើយត្រឹមត្រូវគេត្រឹមត្រូវមិនមែនយើងទៅមើលភ្លើងនោះស្អាតតែឃើញណាភ្នែកនាងល្អដូចភ្លើងពលឺភ្លើងអីចឹងទៅហ្នឹងស្រេចបាត់ហើយហ្នឹងហើយដូចជានៅក្នុងកែវភ្នែកនាងមានភ្លើងមានអីដូចជារស្មីមានរស្មីអីចឹងទៅអាហ្នឹងវាទៅជាអារម្មណ៍រវើរវាយបាទអញ្ចឹងសេចក្ដីហេតុនោះក៏បីជ្រាបថាចិត្តនិងចេតសិកទាំងឡាយជាធម្មជាតិមិនរាយមាយទេវាអត់មានរាយមាយចេញពីអារម្មណ៍របស់យើងនឹងទេឃើញទេនឹងចិត្តយើងនឹងគឺបដោតទៅលើអារម្មណ៍នឹងហើយអារម្មណ៍ហ្នឹងគឺចិត្តនិងចេតសិកហ្នឹងវាតោងអារម្មណ៍តែមួយចិត្តនិងចេតសិកហ្នឹងវាតោងអារម្មណ៍តែមួយដឹងនៅអារម្មណ៍តែមួយដូចជាមួយគ្នាហ្នឹងបាទមិនរាយមាយក្រៅពីអារម្មណ៍ផ្សេងទេហ្នឹងអារម្មណ៍តែមួយហ្នឹងអត់មកថាអារម្មណ៍ហ្នឹងយើងយកភ្លើងជាអារម្មណ៍មកវានៅតែក្នុងភ្លើងហ្នឹងហើយវាអត់មានចេញពីភ្លើងទៅឃើញអីផ្សេងអញ្ចឹងទេបាទឃើញទេនឹងមិនរសាត់អណ្ដែតអណ្ដូងស្ថិតនៅស្មាំងស្មើផងត្រឹមត្រូវផងនឹងនៅក្នុងអារម្មណ៍តែមួយដោយអានុភាពនៃធម៌ណានឹងការស្ថិតនៅនៃចិត្តក្នុងចេតសិកនោះឈ្មោះថាការតាំងនៅសុបមកកន្លែងនេះគឺសំខាន់ណាស់គេប្រាប់ថាចឹងខ្ញុំមើលម្ដងទៀតហេតុនោះក៏បីជ្រាបថាចិត្តនិងចេតសិកទាំងឡាយជាធម្មជាតិមិនរាយមាយផងហ្នឹងហើយមិនរសាត់អណ្ដែតអណ្ដូងហ្នឹងហើយស្ថិតនៅស្មាំងស្មើផងត្រឹមត្រូវផងក្នុងអារម្មណ៍នោះតែមួយដោយអានុភាពនៃចិត្តធម៌ណាគេហ្នឹងហើយគឺមានធម៌មួយដែលវាទប់ចិត្តនឹងមិនឲ្យអណ្ដែតអណ្ដូងមានធម៌មួយដែលវាទប់ចិត្តនឹងវាចាប់ចិត្តនឹងមិនឲ្យដែកដងណែអាធរដែលទប់ចិត្តដែលធ្វើឲ្យយើងតាំងចិត្តមមនឹងណាហ្នឹងហើយអានឹងហើយគេហៅថាឈ្មោះថាការតាំងនៅសុបការតាំងនៅសុបហ្នឹងហើយការតាំងនៅសុបហ្នឹងហើយអញ្ចឹងអដ្ឋសមាធិនេះអត្តន័យសមាធិនេះហ្នឹងហើយអញ្ចឹងខ្ញុំត្រឡប់មកវិញហ្នឹងយើងទៅចាំកន្លែងនេះទៀតថាណែសមាធិនឹងគឺការតាំងចិត្តនៅសុបនឹងហើយអាធម្មជាតិដែលធ្វើឲ្យចិត្តនឹងតាំងនៅសុបនឹងគេហៅថាសមាធិនឹងឯងបាទហ្នឹងគឺយើងត្រូវយល់ជាចុងក្រោយបង្អស់នឹងអញ្ចឹងនៅក្នុងការបញ្យលនេះសូម្បីតែការបញ្យលវែងក៏ដោយហ្នឹងហើយ
នៅក្នុងការសរសេររបស់ខ្ញុំហ្នឹងគឺសរសេរខ្លីៗឯឃើញសរសេរខ្លីៗសរសេរខ្លីៗមកប៉ុន្តែខ្ញុំចេះតែពង្រីកសេចក្តីហ្នឹងឲ្យវាឲ្យយើងហ្នឹងគឺថាចាប់សេចក្តីងាយយល់បានបាទអញ្ចឹងយើងត្រូវពាក្យអ្វីជាសមាធិយើងឃើញហើយបំណងហើយសមាធិមានអត្ថន័យដូចម្ដេចគឺការតាំងចិត្តឲ្យតាំងសុបណាសាំងសុបក្នុងអារម្មណ៍តែមួយហ្នឹងហើយឲ្យវាស្ថិតនៅថិតថេរផងឲ្យវាត្រឹមត្រូវផងបាទហ្នឹងគឺពង្រួមសេចក្តីមកប៉ុណ្ណឹងនៅក្នុងជីវិតរស់នៅរបស់យើងនេះណាបើសិនជាយើងបានរៀនបានសិក្សាឲ្យស្គាល់ត្រឹមតែពាក្យសមាធិត្រឹមតែលក្ខណៈរបស់សមាធិអត្ថន័យរបស់សមាធិហើយនឹងលក្ខណៈ3របស់សមាធិដែលគឺជាលក្ខណៈហៅថារស់មួយនឹងឯសេចក្តីប្រកបមួយនឹងហេតុផលមួយជាទីតាំងសមាធិហ្នឹងគឺអស្ចារ្យនៅក្នុងជីវិតយើងហ្នឹងហើយពីដើមយើងអត់យល់យើងអត់យល់សមាធិនឹងស្អីទេហ្នឹងហើយយើងអត់យល់ហើយយើងបប្រតិបត្តិទៅក៏អត់បានផលអីច្រើនដែរមកពីយើងអត់បានរៀនហើយមនុស្សប្រមាណអ្នកដែលបានមករៀនបានមកសិក្សាមកស្គាល់ពាក្យសមាធិហើយយកទៅបប្រតិបត្តិនេះប្រមាណអ្នកគឺតិចមែនទែនគឺតិចហ្នឹងហើយមនុស្សរាប់លានរាប់សែនអ្នកហ្នឹងហើយយើងឃើញហើយហ្នឹងហើយអត់បាន10%ទេអ្នកដែលមកបួសរៀនហើយបានសិក្សាហ្នឹងហើយសំបីតាអ្នកបួសខ្លះពិខុខ្លះបុព្វជិតខ្លះបាសកបាសិកាខ្លះហ្នឹងគាត់អត់បានរៀនណានៅក្នុង10%ហ្នឹងអ្នករៀនដែលរៀនហើយយល់ទៀតច្បាស់ទៀតណាគឺវាកាន់តែតិចទៅទៀតហ្នឹងហើយបានការបួសរៀនបានដោយកម្រការបានស្ដាប់ធម៌បានដោយកម្រការយល់ធម៌បានដោយកម្រការបដិបត្តិធម៌នោះកាន់តែក្រគឺក្រទៅហ្នឹងឯងរហូតដល់ទៅទីបំផុតទៅរោគអត់មានទេហ្នឹងហើយដល់ទៅពេលព្រះសាសនានេះហ្នឹងហើយព្រះហ្នឹងហើយបរិយ័តហ្នឹងហើយបរិយ័តហ្នឹងលោកជាអភិធម្មហ្នឹងគឺបាត់បង់ទៅហើយហ្នឹងហើយបាត់បង់ទៅព្រះវិន័យក៏បាត់បង់ទៅប្រសូតក៏បាត់បង់ទៅហ្នឹងអស់សាសនាអស់ត្រឹមហ្នឹងហើយអស់ត្រឹមការបាត់បង់ទៅនៃអ្នករៀនហ្នឹងហើយអ្នករៀនបាត់បង់ទៅអ្នកចេះដឹងបាត់បង់ទៅធម៌ក៏បាត់បង់ទៅហ្នឹងហើយវាព្រោះអីអត់មានអ្នកយល់ធម៌អត់មានអ្នកប្រាប់ធម៌អត់មានអ្នកបង្ហាត់ធម៌ហ្នឹងតើមានស្អីដូចកូនចៅយើងក្រោយដែលនៅស្រុកបរទេសហ្នឹងគឺអស់ហើយហ្នឹងហើយចប់ត្រឹមខ្ញុំទៅហ្នឹងកូនចៅខ្ញុំអីលែងមានស្គាល់ធម៌ស្គាល់អីហើយបាទអញ្ចឹងហើយបានថាសាសនានេះនឹងរលត់ទៅហ្នឹងហើយมันអាចនឹងនៅបានទេពីព្រោះគ្មានអ្នកសិក្សាហ្នឹងហើយអញ្ចឹងយើងមកឃើញនៅអ្វីជាលក្ខណៈរបស់សមាធិហ្នឹងហើយលក្ខណៈរបស់សមាធិហ្នឹងគឺលក្ខណៈដែលចិត្តហ្នឹងមានលក្ខណៈមូលតែមួយឃើញគឺមូលតែមួយពាក្យបាលីគេហៅថាឯកកតាចិត្តលក្ខណៈដែលចិត្តដែលមូលតែមួយមានហើយតម្កល់សុបនៅក្នុងអារម្មណ៍តែមួយមូលតែមួយហ្នឹងគឺចិត្តហ្នឹងដែលហៅថាចិត្តហ្នឹងគឺដឹងអារម្មណ៍អញ្ចឹងវាដឹងអារម្មណ៍តែមួយនឹងឯងហ្នឹងហើយអត់មានដឹងអារម្មណ៍ផ្សេងដតីទៀតទេហ្នឹងហើយ2 3អីអត់មានទេគឺនៅក្នុងឃើញនៅក្នុងរយៈពេលណាដែលចិត្តនឹងមានអារម្មណ៍មួយតែមួយនៅក្នុងពេលហ្នឹងយើងឃើញលក្ខណៈសមាធិនឹងកើតឡើងអូខេដូច្នោះចិត្តយើងនឹងមិនមែនមូលតែមួយរហូតទេណាហ្នឹងហើយមូលតែមួយហ្នឹងសូម្បីតែព្រះអរហន្តដែលចូលនិរោធសមាបត្តិហ្នឹងបាន7ថ្ងៃទេគេបាន7ថ្ងៃមិនហួស7ថ្ងៃតែហួស7ថ្ងៃគឺលោកបរិនិព្វានហើយអញ្ចឹងចិត្តដែលមានលក្ខណៈមូលតែមួយហ្នឹងណាមានកំណត់ហើយកំណត់ពេលដែលចិត្តមានមូលតែមួយហ្នឹងថាពេលហ្នឹងមានសមាធិព
ពេលនឹងខណៈនឹងមានសមាធិសមាធិនឹងមានលក្ខណៈអញ្ចឹងយើងយល់ហើយគឺថានៅពេលណាដែលកាលៈទេសៈណាវេលាណាដែលមានចិត្តមូលតែមួយវេលានោះហៅថាមាននៅសមាធិសេចក្តីប្រាថ្នារបស់យើងគឺវាមានតែមួយទេវាមិនដែលក្នុងពេលនេះសាខ្ញុំប្រាថ្នាទៅពេញផងទៅបាត់ដំបងមកវាអត់មាននឹងតែប្រាថ្នាទៅពេញវាទៅពេញប្រាថ្នាទៅបាត់ដំបងអញ្ចឹងប្រាថ្នាចិត្តដែលកំពុងតែប្រាថ្នាតែមួយហ្នឹងសមាធិវាកើតនៅពេលហ្នឹងឯងបាទនៅពេលហ្នឹងលក្ខណៈយើងឃើញថាអូលក្ខណៈរបស់អញហ្នឹងគឺកំពុងតែប្រាថ្នាចិត្តដែលប្រាថ្នាតែមួយហ្នឹងគឺធ្វើអីតែមួយហ្នឹងពេលហ្នឹងគឺសមាធិកើតឡើងនៅពេលហ្នឹងឯងបាទហ្នឹងជាលក្ខណៈរបស់សមាធិទី2ហ្នឹងសមាធិហ្នឹងមានកិច្ចការងារបែបណាតើសមាធិហ្នឹងគេធ្វើការងារស្អីហ្នឹងណាចម្លើយឆ្លើយថាសមាធិហ្នឹងមានកិច្ចកម្ចាត់បងនៅនិវរណធម៌5ហ្នឹងហើយនិវរណធម៌5ហ្នឹងមានកាមឆន្ទៈសេចក្តីពេញចិត្តនៅក្នុងកាមហ្នឹងហើយតែយើងពេញចិត្តទៅហើយសមាធិអត់មានទេណាតែបំណងដែលយើងចង់បានហ្នឹងអាហ្នឹងសមាធិហើយឧបមាថាយើងចង់បានឡានគេចង់បានឡានហ្នឹងគឺបំណងដែលចង់បានហ្នឹងគឺសមាធិឯងប៉ុន្តែវាជាមច្ឆាសមាធិហ្នឹងហើយមច្ឆាសមាធិអញ្ចឹងនៅក្នុងសមាធិយើងនេះគឺយើងនិយាយអំពីសមាធិដែលត្រឹមត្រូវឃើញទេដំបូងយើងឃើញថាពាក្យដែលចិត្តតាំងនៅសុខផងត្រឹមត្រូវផងអាហ្នឹងយើងអត់ភ្លេចទេណាពេលណាដែលយើងភ្លេចពាក្យហ្នឹងយើងទៅជាមច្ឆាសមាធិហើយគឺវាអត់ត្រឹមត្រូវហ្នឹងអត់ត្រឹមត្រូវអញ្ចឹងការត្រឹមត្រូវនេះគឺលះបង់នៅកាមឆន្ទៈហ្នឹងហើយសេចក្តីពេញចិត្តនៅក្នុងកាមអារម្មណ៍ទាំងឡាយហ្នឹងមានស្អីខ្លះកាមនេះនៅក្នុងភ្នែកតិចជាមុនដាតកាយចិត្តហ្នឹងហើយទី2ហ្នឹងគឺព្យាបាទៈហ្នឹងបានសេចក្តីថាការធ្វើទុកនៅក្នុងចិត្តនៅកំហឹងនៅសេចក្តីក្រោធហ្នឹងហើយបើសិនណាយើងអត់ធ្វើសេចក្តីក្រោធនៅក្នុងចិត្តទេហ្នឹងអត់ហៅថាព្យាបាទទេហ្នឹងហើយអញ្ចឹងការព្យាបាទហ្នឹងតើតែយើងធ្វើចិត្តក្រោធហ្នឹងទុកនៅក្នុងចិត្តយើងខឹងហ្នឹងទុកនៅក្នុងចិត្តយើងហ្នឹងយើងត្រូវយល់ពាក្យព្យាបាទហ្នឹងគឺយើងបំបត្តិអាហ្នឹងទី2ហើយបំបត្តិហ្នឹងថៃអ្នកមិត្តៈហ្នឹងគឺសេចក្តីងោកងុយនិងសេចក្តីខ្ជិលច្រអូសហ្នឹងហើយថៃអ្នកសេចក្តីងោកងុយខ្ជិលច្រអូសហ្នឹងថៃអ្នកមិត្តៈហ្នឹងហើយនឹងឧត្តចៈកុកចៈហ្នឹងការរវើរវាយហើយឧត្តចៈកុកចៈគឺសេចក្តីស្ដាយក្រោយគឺកម្ចាត់ទី4ហ្នឹងកម្ចាត់ហ្នឹងហើយទី5ហ្នឹងកម្ចាត់នៅវិជ្ជកិច្ឆាគឺសេចក្តីសង្ស័យ8យ៉ាងដែលយើងបានរៀនដល់ទី4ហើយហ្នឹងហើយតិចទៀតហ្នឹងយើងរៀនទី5ទី6ទី7ហ្នឹង8ហ្នឹងបញ្ចប់វិជ្ជកិច្ឆាហ្នឹងទៅបាទហ្នឹងហើយយើងរៀនមួយវគ្គអញ្ចឹងទៅឃើញយើងហ្នឹងហើយការរៀនសូត្រនេះគឺអត់មានដូចថាអ្នកណាមកដល់កន្លែងណារៀនយកកន្លែងហ្នឹងអ្នកណាមកដល់កន្លែងណារៀនយកកន្លែងហ្នឹងអត់មានទៅថាខ្ញុំអត់តន់ចេះនោះផងហើយខ្ញុំមករៀនអានេះអត់ទេការរៀនរបស់យើងនេះដាច់គ្នាសាលាសមាធិជាពាក្យមួយវាដាច់ពីពាក្យមួយយើងរៀនពីវិជ្ជកិច្ឆាវាដាច់ពីពាក្យសមាធិឃើញយើងរៀនពាក្យមួយអត់មានយើងត្រូវការនៃចាប់ពីនេះចាប់ពីនោះទេចាប់ពាក្យណាបានយកពាក្យនឹងចាប់ពាក្យណាបានយកពាក្យនឹងចាប់ពាក្យណាបានយកគឺយើងអត់មានទៅខ្វាយខ្វល់ថាត្រូវតែរៀនពាក្យនេះមុនទៅពាក្យនេះក្រោយអត់ទេហ្នឹងហើយពីព្រោះយើងតើតាចូលមកដំបូងទាំងអស់គ្នាហ្នឹងហើយខ្ញុំចូលមកចង់10ឆ្នាំហើយក្នុងនេះគឺរៀនតែមិនដឹងប្រហែលសាយទេបាទអញ្ចឹងវាចេះតែខ្ញុំនឹងឯងបាទហ្នឹងគឺពាក្យថាកិច្ចការរបស់សមាធិនេះវាលះនៅនិវរណធម៌5យ៉ាងនឹងឯងហ្នឹងហើយអញ្ចឹងអត់មានអីពិបាកយល់ទេហើយតើសមាធិនឹងមានផលអីហ្នឹងហើយផលដែលយើងធ្វើសមាធិសប្តាហ៍ថ្ងៃនឹងផលស្អីគឺផលមិនញាប់ញ័រនៅក្នុងអារម្មណ៍6ឃើញទេពេលឮសំឡេងគេជេរគេថាគេអីមកនឹងញាប់ញ័រពេលណាសំឡេងនឹងគេទៅសើគេទៅសើគេពេញចិត្តគេអីហ្នឹងអូយសប្បាយចិត្តណាស់គេវាញាប់ញ័រនៅក្នុងការដែលគេនិន្ទាការដែលគេសរសើរគេសរសើរនិន្ទាហ្នឹងជាលោកធម៌គេអារម្មណ៍នៅក្នុងលោកធម៌ហ្នឹង
គឺអារម្មណ៍ដែលមានលៀបសក្ការៈអូពេលណាបានមកញាប់ញ័រពេលបាត់ទៅភ័យកគុកកខៈហ្នឹងហើយគឺរាល់ថ្ងៃយើងអញ្ចឹងណាលោកធម៌ហ្នឹងយើងញាប់ញ័រខ្លាំងណាស់នៅក្នុងលោកធម៌ហ្នឹងនឹងលោកធម៌ហ្នឹងមិនលៀបសក្ការៈពេលបានក៏សប្បាយពេលបាត់ពិបាកចិត្តខ្លាំងមែនទែនហើយនឹងរឿងលៀបសក្ការៈហើយនឹងយុស័កហ្នឹងឯងបាត់មុខតំណែងបាត់យុសដើមធ្លាប់ធ្វើធំឥឡូវធ្លាក់មកមានណាចង់ធ្លាក់ទេអត់មានណាចង់ធ្លាក់ធំចង់ធ្វើប្រធានាធិបតីមកយោចង់ធ្វើស្ដេចមកយោចង់ធ្វើអីហ្នឹងធ្លាក់អត់បានទេអាហ្នឹងយុស័កហ្នឹងគឺសំខាន់ណាស់ញាប់ញ័រណាស់បានអូត្រេកអរបាត់ទៅនឹងសោកស្ដាយបាទហើយនៅអារម្មណ៍ដែលនៅក្នុងលោកធម៌ហ្នឹងគឺមានយុស័កហើយនឹងគេឈ្មោះនឹងគេសរសើរគេនន្ទានឹងហើយនឹងសេចក្តីសុខហើយនឹងសេចក្តីទុក្ខនឹងកាលណាមានសុខអូសប្បាយណាស់ពេលណាមានទុក្ខមកគឺយើងខឹងចិត្តអញ្ចឹងសមាធិនឹងមានផលគឺវាអត់ញាប់ញ័រនៅក្នុងលោកធម៌8អត់ញាប់ញ័រនៅក្នុងលោកធម៌8នេះហើយជាយើងបានក៏បានទៅមិនបានក៏ហីទៅបានជួបឮសម្ដីល្អក៏ឮទៅមិនឮក៏ហីទៅឃើញទេអាហ្នឹងសមាធិហ្នឹងគឺវាធ្វើឲ្យយើងអត់ញាប់ញ័រទេអូបេខាជួនកាលហ្នឹងធ្វើយើងពេញចិត្តទៀតហ្នឹងហើយយើងកុំនិយាយដល់តាមពិតណាអ្នកដែលធ្វើសមាធិគឺមានបិតិបាមកជៈហើយនឹងសុខៈឃើញទេហ្នឹងយើងអត់តន់ចូលដល់នឹងផងយើងក៏ប៉ុន្តែនៅក្នុងសមាធិនេះគឺគេនិយាយទូទៅឃើញទេសមាធិទូទៅហ្នឹងគឺមិនញាប់ញ័រនៅក្នុងអារម្មណ៍6នៅក្នុងលោកធម៌8បាទអានឹងទៅចាំឲ្យច្បាស់នឹងគឺសួរថាតើសមាធិធ្វើអីខ្ញុំថាសមាធិហ្នឹងខ្ញុំធ្វើកុំឲ្យញាប់ញ័រក្នុងអារម្មណ៍6របស់ខ្ញុំព្រះជាចំមន្តការចិត្តហើយនឹងលោកធម៌8នឹងអានឹងជាផលនៃសមាធិហើយទី4ហ្នឹងហេតុអីដែលនាំឲ្យកើតសមាធិនឹងហើយបានយើងធ្វើអត់នឹងកើតសមាធិយើងធ្វើសមាធិនឹងអត់កើតពីព្រោះវាគ្មានសេចក្តីសុខពេលណាដែលយើងសុខស្ងប់អូយើងទទួលអារម្មណ៍សុខស្ងប់នឹងគឺទទួលរហូតដល់យើងឈប់ទទួលនៅអារម្មណ៍សុខពេលណាគឺពេលហ្នឹងសមាធិនឹងបាត់ហើយថ្ងៃដូចយើងមើលកុនអញ្ចឹងអូយមើលកុន2ម៉ោងអត់កម្រើកទេសុកណាហូសុកណាស់ក្នុងការមើលកុនអូតាមមិនចិត្តគឺសុកក្នុងការមើលកុនហើយសុកក្នុងការលេងលបែងអង្គុយលេងមកយប់តភ្លឺអត់ចេះអត់ដូចថាអត់អង្គើទេគឺសមាធិនឹងតាំងមាំនៅក្នុងអាដែងបើថាលេងបៀវិញតាំងនៅក្នុងក្របបៀហ្នឹងហើយបើសិនណាជាលេងអាប៉ោងវិញនៅក្របអាប៉ោងហ្នឹងហើយឃើញអាហ្នឹងសេចក្តីសុខហ្នឹងវាធ្វើឲ្យសមាធិនឹងតាំងនៅបានហេតុដែលនាំឲ្យកើតសមាធិពីព្រោះមានអត់មានសេចក្តីសុខភ្លាមសមាធិនឹងគឺបែកបាក់ភ្លាមបាទនេះជារឿងដែលយើងត្រូវរៀនទាំងអស់គ្នាយើងត្រូវរៀនឲ្យចេះឲ្យចាំទាំងអស់គ្នាមកថ្ងៃហ្នឹងរៀនឲ្យស្គាល់សមាធិមកហើយភ្លេចហ្នឹងយកមេរៀនហ្នឹងទៅស្ដាប់ទៀតទៅមើលទៀតណារៀនយល់សមាធិថាតើសមាធិហ្នឹងមានលក្ខណៈបែបណានឹងហើយមានកិច្ចបែបណាមានផលបែបណាហេតុអ្វីបានសមាធិកើតរៀនឲ្យចេះឲ្យចាំតែប៉ុណ្្នឹងមកលោកអើយមកជីវិតយើងចេះសមាធិនឹងគឺអស្ចារ្យណាគឺខ្ញុំសប្បាយចិត្តខ្ញុំសប្បាយចិត្តណាស់ពេលណាដែលខ្ញុំបានរៀនសមាធិខ្ញុំយល់នៅពាក្យសមាធិខ្ញុំធ្វើឲ្យកើតសមាធិនឹងសប្បាយប៉ុណ្ណាទេណានឹងជាសុខប៉ុណ្ណាទេបាទនឹងបើពេលណាបើសិនយើងទាំងអស់គ្នានឹងយល់បានធ្វើបានអីបានហ្នឹងគឺជីវិតយើងនេះណាគឺជីវិតយើងមានន័យនឹងស្លាប់ទៅសប្បាយមកស្លាប់ទៅមួយសមាធិខ្ញុំក៏រងទីទៅការជាព្រំហ្នឹងហើយអ្នកណាដែលធ្វើនៅសមាធិឲ្យដូចជាពាក្យខ្ញុំនិយាយនេះដូចជាការបកស្រាយនៅគម្ពីរដែលខ្ញុំបានមើលបានប្រាប់នេះនឹងស្លាប់ទៅនឹងកើតទៅជាព្រំអាហ្នឹងហើយយើងទាំងអស់គ្នានឹងឈប់មកមានទុក្ខសោកនៅក្នុងកាមភពនេះទៀតហើយ